ngày nàyខ្ញុំបានជាកណ្ដំសាច់ទីសូមជូនពរបងប្អូនក្មួយៗដែលទៅប្រឡងមកដប់ទាំងអស់គ្នាសូមឲ្យប្រឡងជាប់នឹងបានតែល្អៗមកផ្ទះវិញព្រោះថាសង្គមកម្ពុជាយើងនេះត្រូវការក្មួយៗត្រូវការបងប្អូនខ្លាំងណាស់សូមក្មួយៗទាំងអស់គ្នាប្រឹងប្រែងទាំងអស់គ្នាមើលតើបដំចោះរៀនបានឋានៈទី7ទេគ្មានបានប្រឡងគ្មានបានស្អីទេហើយឥឡូវមានអីធ្វើម៉ូតូប្រឡាក់ដៃប្រឡាក់ជើងប្រឡាក់ក្អៅអីចឹងទៅរកស៊ីរាល់ថ្ងៃនេះបានតែមរុញចាំអ្នកមានទេអារឿងសល់លុយជាដុំជាកពួនពីរកមានសោះរកលុយមកដូចជាបានដែរតែក៏មិនដឹងថាពាក្យអសល់លុយវាមិនសល់ប្លោះណាបានមកដាក់ភ្លោកអស់លីងជួសជុលម៉ូតូរាល់ថ្ងៃនេះដូចជារៀងដាច់ដែរតែមានតែអ្នកបោះដុំគ្រឿងម៉ូតូគេអត់សូវអួតគេអត់សូវផុសអួតអីម៉ាទេហើយក៏គេអត់សូវមានការចែករំលែកអីដែរហើយបងប្អូនជាងម៉ូតូយើងវិញណាម្នាក់តាំងខ្លួនជាអ្នកចែករំលែកតែចង់បញ្ចប់ប្រាប់ពីតម្លៃវាធ្វើឲ្យតម្លៃជាជាងជួសជុលខ្លួនឯងនឹងវាធ្លាក់ចុះការចំណេញក៏វាធ្លាក់ចុះដែរខំរៀនជាជាងជួសជុលម៉ូតូមករាប់ខែរាប់ឆ្នាំនៅជាមួយមេស៊ីអត់ស៊ីឃ្លានសង្ឃឹមតែពេលចេញបើករកស៊ីទៅវាឆាប់មានឆាប់បានអីចឹងណាតែចង់បញ្ចប់មានអីកាប់ចាក់គ្នានៅលើបណ្ដាញសង្គមម្នាក់លក់តម្លាក់តម្លៃពេលខ្លះឲ្យទៅលក់ដាច់សុកចិត្តលក់ខាទៀតឲ្យទៅបានមកច្រើនបើនិយាយពីព្រីបើតែអ្នកលក់លេហើយជឿខ្ញុំចោះបងប្អូនជាម៉ូតូទាំងអស់គ្នាកុំរកស៊ីតម្លាក់តម្លៃយើងត្រូវតែពង្រឹងសមត្ថភាពខ្លួនឯងសួរឲ្យគេថាថ្លៃទីចោះប៉ុន្តែឲ្យមានគុណភាពយកទៅឲ្យប្រើកើតហើយនឹងប្រើប្រាស់បានយូរពាក់ព័ន្ធជាមួយគ្រឿងបន្លាកុំប្រើប្រាស់របស់អន់ព្រោះថារបស់អន់ណាប្រើប្រាស់ទៅវាមិនបានយូរទេវាងាយនឹងដាច់ម៉ួយស៊ូដាក់អាស៊ីនឬក៏ល្អចឹងណាសំខាន់ថ្លៃតិចគេប្រើបានយូរវាងាយខូចហើយម្ចាស់ម៉ូតូក៏ងាយខាំងយើងដែរហើយកណែជាងនាំមកពិតជាការងារច្រើនមែនតើថ្ងៃនេះការងារច្រើនចេះជាងនាំសុំដាក់អាចាក់ខ្នាតធំហើយជាងនាំដាក់មកកេះហ្មងងាយហ្នឹងហើយទិញសាច់2ប្រអប់ទៀតបងប្អូនធីមណាមាននៅចិត្តហ្នឹងឯងហ៊ានមកណែថ្ងៃនេះជាងនាំសុំប៉ាវអាចាក់អើយ